កាលពីថ្ងៃសៅរ៍ខ្ញុំបានជូនកូនៗមកលេងនៅ Niagara Falls កន្លែងនេះគឺជាកន្លែងទឹកធ្លាក់អ្នកទាំងអស់គ្នាជាពិសេសគឺភ្ញៀវទេសចរនិយាយថាប្រទេសគេអីដែលមកលេងប្រទេសកាណាដាគឺគេតែងតែមកលេងកន្លែងនេះកន្លែងហ្នឹងគឺមានទឹកធ្លាក់ស្អាតមែនទែនហើយកន្លែងទឹកធ្លាក់នេះគឺជាប់ព្រំដែនអាមេរិកតែម្ដងអ្នកទាំងអស់គ្នាកន្លែងខ្ញុំឈរនេះគឺជាប្រទេសកាណាដាហើយខ្ញុំចអុលទៅខាងនោះហ្នឹងគឺជាប្រទេសអាមេរិកអញ្ចឹងគ្រាន់តែឆ្លងស្ពានគឺអាចទៅលេងអាមេរិកបានហើយបើសិនជាយើងមានសញ្ជាតិឬមានសិទ្ធិរស់នៅឬក៏មានវីសាអញ្ចឹងគឺយើងអាចឆ្លងទៅលេងនៅប្រទេសអាមេរិកបានសម្រាប់ប្រទេសកាណាដាអ្នកដែលមានសញ្ជាតិកាណាដាគឺអាចឆ្លងទៅលេងអាមេរិកដោយមិនបាច់សុំវីសាទេប៉ុន្តែសម្រាប់អ្នកដែលមានសិទ្ធិរស់នៅបើសិនជាយើងអត់ទាន់មានសញ្ជាតិទេគឺយើងត្រូវការសុំវីសាដើម្បីឆ្លងចូលទៅលេងប្រទេសអាមេរិកហើយសម្រាប់ការឆ្លងចូលទៅលេងហ្នឹងគឺយើងជិះឡានចូលបានណាដោយសារតែយើងមានសញ្ជាតិកាណាដាឬមួយក៏មានវីសាហើយអញ្ចឹងគឺយើងអាចជិះឆ្លងស្ពានដើម្បីឆ្លងទៅលេងនៅអាមេរិកបានកន្លែងទឹកធ្លាក់នេះគឺស្អាតខ្លាំងអ្នកទាំងអស់គ្នាណាក៏គេមកលេងដែរហើយនៅខាងមុខនេះគឺជាស្ពាននេះគឺយើងសម្រាប់ឆ្លងទៅលេងអាមេរិកណាហើយនៅកន្លែងនេះគឺមានទូកសម្រាប់ទូកជិះហ្នឹងបើសិនជាយើងចង់ជិះចុះទៅក្រោមដូចកន្លែងដែលខ្ញុំបង្ហាញហ្នឹងគឺយើងអាចទិញសំបុត្រចុះជិះលេងបានពេលខ្ញុំចុះមកលេងនៅកន្លែងទឹកធ្លាក់ហ្នឹងគឺមកដល់ប្រហែលជាម៉ោង4ហើយអ្នកទាំងអស់គ្នាពេលអញ្ចឹងរៀងល្ងិតអត់សូវឃើញភ្លឺស្អាតទេដោយសារតែឥឡូវអាកាសធាតុនៅប្រទេសកាណាដាគឺចូលរដូវរងាហើយអញ្ចឹងគឺឆាប់យប់មែនទែនត្រឹមម៉ោង4ជាងឬក៏ម៉ោង5ហើយគឺមេឃចាប់ផ្ដើមងងឹតហើយពេលដែលដើរកាត់កន្លែងទឹកធ្លាក់ហើយគឺដើរបន្តមកទៀតនេះហើយមកកន្លែងនេះដើម្បីថតរូបលេងព្រោះឲ្យកូនឃើញភ្លើងគេដាក់ពណ៌សម្រាប់គ្រីស្មាស់អីចឹងកូនគាត់សុំមកលេងហើយមកថតរូបនៅកន្លែងនេះដោយសារតែមានភ្លើងមានគេតាំងអីច្រើនអញ្ចឹងណាពេលជិតដល់ថ្ងៃគ្រីស្មាស់អញ្ចឹងគឺភាគច្រើនគេដាក់ភ្លើងនៅលើដើមឈើឬក៏គេតាំងជារូបរាងអ្វីមួយរៀបចំមកស្អាតតែម្ដងដូចខ្ញុំបង្ហាញអញ្ចឹងណាភាគច្រើនចុងឆ្នាំអីចឹងគឺឪពុកម្ដាយតែងតែជូនកូនមកលេងនៅ Niagara Falls កន្លែងទឹកធ្លាក់ហ្នឹងហើយដើម្បីឲ្យមកមើលភ្លើងឬថតរូបលេងអីចឹងណាហើយពីផ្ទះខ្ញុំមកកន្លែងទឹកធ្លាក់ហ្នឹងគឺជិះចំនួន2ម៉ោងដែរប៉ុន្តែមិនសូវជាឆ្ងាយប៉ុន្មានទេអ្នកទាំងអស់គ្នាអ្នកខ្លះគេមកព្រឹកចឹងទៅយប់ឡើងគេត្រឡប់ទៅផ្ទះវិញប៉ុន្តែខ្ញុំភាគច្រើនគឺមកគេងនៅតែមួយយប់ចឹងណាដើម្បីឲ្យកូនបានសម្រាកលេងហែលទឹកនៅក្នុងហូតែលអីចឹងលេងដើម្បីគាត់បានសុបាយចឹងណាហើយរាល់ពេលមកដល់ហ្នឹងគឺថាភាគច្រើនហ្នឹងគឺចុះទៅដល់ហូតែលមុនដើម្បី check in បន្ទាប់ពី check in ហើយគឺចុះមកលេងកន្លែងទឹកធ្លាក់ហ្នឹងហើយកន្លែងទឹកធ្លាក់ហ្នឹងគឺដើររៀងឆ្ងាយដែរដើរទៅដើរមកនៅលេងកន្លែងហ្នឹងឲ្យថតរូបលេងបន្តិចហើយបានត្រឡប់ទៅវិញព្រោះអីមកយូរម្ដងពេលអញ្ចឹងគ្រាន់តែថតជាវីដេអូឬក៏ថតលេងថតអីនៅនឹងស្ទុះអីចឹងបានត្រឡប់ទៅវិញអញ្ចឹងណាភាគច្រើនអ្នកដែលមកលេងនៅហ្នឹងគឺថាចំណាប់អារម្មណ៍មែនទែនហើយនឹងថតរូបជាលក្ខណៈគ្រួសារឬក៏ថតម្នាក់ឯងបើនិយាយទៅគឺថាកន្លែងហ្នឹងគឺស្អាតអញ្ចឹងហើយម្នាក់មកគឺតែងតែថតមិនដែលថាអត់ថតទេសម្រាប់ទឹកធ្លាក់នេះបើសិនជាយើងឈរនៅលើទឹកដីកាណាដាយើងក៏លេចមើលទៅខាងអាមេរិកគឺទឹកធ្លាក់ឃើញស្អាតមែនទែនអ្នកទាំងអស់គ្នាតែផ្ទុយមកវិញបើសិនជាយើងឈរនៅលើទឹកដីអាមេរិកហើយក៏លេចមកប្រទេសកាណាដាវិញទឹកធ្លាក់ហ្នឹងមើលអត់សូវឃើញស្អាតទេអញ្ចឹងភាគច្រើនអ្នកដែលរស់នៅអាមេរិកហ្នឹងគេឆ្លងចូលមកលេងនៅទឹកដីកាណាដាហ្នឹងដើម្បីមើលទឹកធ្លាក់ឲ្យបានឃើញស្អាតអញ្ចឹងណាភាគច្រើនអ្នកដែលរស់នៅជាប់ព្រំដែនប្រទេសអាមេរិកនិងព្រំដែនកាណាដាតែងតែឆ្លងចេញចូលទៅវិញទៅមកនៅថ្ងៃដែលគេឈប់សម្រាកឬមួយគេទំនេរពីការងារអញ្ចឹងគេឆ្លងមកលេងអញ្ចឹងជួនកាលទៅអ្នកនៅកាណាដាគេឆ្លងចូលមកលេងអាមេរិកទៅជួនកាលទៅអ្នកអាមេរិកគេឆ្លងចូលមកលេងប្រទេសកាណាដាទៅដោយសារតែជាប់គ្នាហ៎បន្ទាប់ពីដើរចុះឡើងមករយៈពេលប្រហែលជា1ម៉ោងគឺចាប់ផ្ដើមងងឹតហើយអ្នកទាំងអស់គ្នាដោយសារតែខែល្ងាម៉ោងទៅ5ហើយគឺល្ងឹតអញ្ចឹងហើយបន្ទាប់មកទៀតពេលដែលចាប់ផ្ដើមងងឹតហើយគឺកន្លែងទឹកធ្លាក់ហ្នឹងគេចាប់ផ្ដើមបើកភ្លើងហើយពេលបើកភ្លើងទឹកកន្លែងធ្លាក់ហ្នឹងក៏គេដួលពណ៌ដែរគេមានដាក់ពណ៌អញ្ចឹងបន្ទាប់ពីដើរបានមកស្ទុះហើយអញ្ចឹងឥឡូវពួកខ្ញុំចាប់ផ្ដើមត្រឡប់ទៅតែវិញហើយដោយសារតែល្ងាចហើយអញ្ចឹងទៅត្រូវការជូនកូនទៅហែទឹកលេងហ៎នៅកន្លែងតែគេ free ហែទឹកដល់ពេលអញ្ចឹងទៅគាត់ជួយចាត់ហែទឹកអញ្ចឹងជូនគាត់ទៅហែទឹកលេងហើយកន្លែងដែលខ្ញុំថតនេះគឺនៅក្នុងកាស៊ីណូអ្នកទាំងអស់គ្នាប៉ុន្តែគឺយើងឆ្លងកាត់កាស៊ីណូដើម្បីទៅរកកន្លែងតែដោយសារតែកន្លែងតែដែលខ្ញុំគេងហ្នឹងគឺនៅជិតកាស៊ីណូដែរសម្រាប់កូនក្មេងអីគេចូលបានតែគាត់ថាដើរកាត់អញ្ចឹងណាហើយកន្លែងនេះគឺសម្បូរលក់របស់ញ៉ាំដែរហើយនឹងរបស់អីផ្សេងអញ្ចឹងណានេះអ្នកទាំងអស់គ្នាបន្ទាប់ពីដល់តែហើយផ្លាស់កៅអៅផ្លាស់អីនាំគ្នាមកលេងទឹកហើយអេណានិងអេមីនឹងគឺចូលចិត្តលេងទឹកណាស់ហែទៅហែមកនិយាយទៅគឺមុជទឹកលេងប្រហែល2ម៉ោងហើយអត់ចង់ឡើងទេហូតែលដែលខ្ញុំមកគេងនោះគឺជាហូតែល Hilton
ហើយកន្លែងហ្នឹងគឺមានកន្លែងហែលទឹកពីរកន្លែងគេមានកន្លែងហែលទឹកសម្រាប់កូនក្មេងហើយនិងកន្លែងហែលទឹកសម្រាប់មនុស្សធំកន្លែងដែលហែលទឹកសម្រាប់មនុស្សធំហ្នឹងគឺកន្លែងកំពង់ថននេះអ្នកទាំងអស់គ្នាប៉ុន្តែគេឲ្យកូនក្មេងលេងបានដូចគ្នាហើយនឹងមានអាងត្រាំទឹកនិយាយទៅទឹកគេក្តៅល្អមែនទែនហើយកន្លែងអាងហែលទឹកមនុស្សធំបើសិនជាយើងមកមុតទឹកលេងនៅពេលថ្ងៃយើងនឹងអើតមើលឃើញនៅខាងក្រៅទេសភាពនៅខាងក្រៅគឺស្អាតមែនទែនយើងអាចអត់ឃើញនៅកន្លែងទឹកធ្លាក់ទៀតនេះកន្លែងនេះអ្នកទាំងអស់គ្នាពេលដែលយើងឈរងូតទៅយើងអាចសម្លឹងទៅខាងក្រៅបានហើយមកដល់កន្លែងនេះគឺកន្លែងកូនក្មេងអ្នកទាំងអស់គ្នាសម្រាប់ក្មេងដូចប៉ុណ្ណាឯងឈរទៅគឺត្រឹមចង្កេះឯងនឹងគេធ្វើសម្រាប់កូនក្មេងតែម្ដងហើយកន្លែងងូតទឹកនេះខាងលើខាងក្រោមគឺនៅជិតគ្នាទេយើងចុះតែចដាបន្តិចមកគឺដល់ហើយបើសិនជាយើងចង់ឲ្យកូនយើងទៅមុជនៅខាងលើក៏បានយើងឡើងទៅបន្តិចទៅហើយបើយើងចង់ឲ្យកូនយើងមុជនៅខាងក្រោមយើងចុះមកលេងនៅខាងក្រោមនេះបាននិយាយទៅអាងហែលទឹកគេពីរកន្លែងមកស្អាតតែម្ដងបន្ទាប់ពីលេងទឹកហើយអ្នកទាំងអស់គ្នាគឺថាចាប់ផ្ដើមឃ្លានហើយព្រោះអីហត់ហើយសប្បាយផងហត់ផងអញ្ចឹងទៅឥឡូវនេះឃ្លានគឺដើរទៅរកអីញ៉ាំហើយសម្រាប់អាហារពេលល្ងាចនេះគឺពួកខ្ញុំបានចូលទៅញ៉ាំនៅក្នុងកាស៊ីណូដោយសារតែចង់ញ៉ាំរបៀបអាហារអឺរ៉ុបតែម្ដងពេលអញ្ចឹងទៅដើរសំដៅទៅរកកន្លែងគេលក់អីនៅក្នុងកាស៊ីណូតែម្ដងសម្រាប់អេមីហើយនិងអេនណាគ្រាន់តែថាហែលទឹកលេងបលែងចុះបលែងឡើងអស់កម្លាំងគឺឃ្លានញ័រដៃញ័រជើងហើយដល់ពេលអញ្ចឹងទាទៅរកញ៉ាំអីហើយដោយសារតែឃ្លានខ្លាំងមែនទែនលេងទឹកទៅហត់ហ៎តែមុននឹងដើរមកហ្នឹងគឺថាញ៉ាំអីតិចតួចនៅក្នុងបន្ទប់ដែរហើយដោយសារតែខ្លាចមកញ៉ាំទៅកន្លែងគេក្រលើកម្ហូបចេញមកអញ្ចឹងធ្វើឲ្យគាត់ឃ្លានខ្លាំងអញ្ចឹងទៅមុននឹងចេញមកហ្នឹងគឺថាឲ្យញ៉ាំនំតិចតួចពេលដែលដើរមកហ្នឹងកុំឲ្យគាត់ឃ្លានខ្លាំងពេកឥឡូវមកដល់ហើយអ្នកទាំងអស់គ្នាហើយអង្គុយចាំម្ហូបហើយម្ហូបហ្នឹងគឺម្ហូបប្តីរបស់ខ្ញុំគាត់ចូលចិត្តត្រីសាម៉ុនសម្រាប់ខ្ញុំគឺចូលចិត្តស្តេកតែម្ដងហើយបើកូនខ្ញុំវិញគឺអត់មានអីក្រៅពីដំឡូងបារាំងទេអ្នកទាំងអស់គ្នា French fry ហើយនិងត្រីបំពងគឺចូលចិត្តញ៉ាំខ្លាំងមែនទែន